បើគេមិនទម្លាក់ location ឲ្យទៅរកផ្ទះគេឃើញមែន កាលណាលោតទឹកគេអ្នកបារម្ភ អើយរឿងហ្នឹងវាម្ដងម្នាក់ទេយល់ ម្ដងម្នាក់តែជីវិតបង ពេលវាចិត្តងាប់អាដៃក្នុងបន្ទប់ខ្ញុំទម្លុះស្វាទៅជួយវាដល់គ្នាហ្នឹង អូគាត់អាដៃអត់គាត់ទៅជួយគាត់ដែរ ដូចគ្នាទេ ដល់ពេលណៃទៅលោតទឹកគាត់ក៏ជួយណៃវិញអូចឹងអ្នកម្ដងទេ ម្ដងម្នាក់ទេវាមានបញ្ហារឿងហ្នឹងទេហើយបើគេឈប់ហូបអានខ្ញុំឲ្យខ្ញុំទៅត្រាក់ឆ្កែរត់ទៅហូបអានគេមែនខ្ញុំទៅរួចទេគេស្រឡាញ់ប្តីគេជាងខ្ញុំហើយខ្ញុំរើសមិនគេនៅខាងខ្ញុំហ្មងហ្នឹងត្រូវដឹងថាពេលដែលណៃធ្លាប់ទៅលោតទឹកស្ពានសុយវ៉ាមិត្តភ័ក្ដិណៃអ្នកបារម្ភទៀតណៃចឹងអូយរឿងហ្នឹងវាម្ដងម្នាក់ទេបងពេលគេលំបាកខ្ញុំជួយគេដូចគ្នាហ្នឹង កុំឲ្យអាការតំណតំណដែលយើងស្គាល់គ្នាយូរអង្វែងហ្នឹងគាត់ថាបុរសម្នាក់ដែលយើងទៅស្គាល់ហ្នឹងទៅជាដាច់ការតំណ បុរសម្នាក់ហ្នឹងមិនមែនសង្សារខ្ញុំទេបាទយល់អត់មិនសង្សារខ្ញុំទេសង្សារមិត្តភក្តិខ្ញុំទេតែអូនអ្នកនាំមក គេអ្នកទម្លាក់ location ឲ្យគ្នាគេទេយល់អត់ជិះតាម location ហ្នឹងមកបានមករកផ្ទះគេឃើញមិនខ្ញុំស្គាល់ផ្ទះគេហើយនាំគេមកផ្ទះហ្នឹងទេយល់អត់ តែអូនហ៊ានបញ្ជាក់ថាអូនមិនមែនអ្នកជាបុគ្គលដែលចាក់រុកឲ្យគាត់ឆ្លោះគ្នាទេតើខ្ញុំនិយាយថាចេះថាសង្សារគេហ្នឹងប្រាប់សង្សារគេថាប្តីគេរវាយហើយខ្ញុំក៏បញ្ជាក់តាមក្រោយថាគេនិយាយចឹងពិតមែនមិនយល់កន្លែងហ្នឹងអត់ខ្ញុំនិយាយច្រើនដងហើយខ្ញុំបញ្ជាក់ថាគេនិយាយកន្លែងហ្នឹងពិតមែនព្រោះគេរវាយគ្នាពីអ្នកសង្សារគេហ្នឹងពេលដែលសង្សារគេប្រាប់ថាសង្សារប្តីវារវាយបែងនៅតិចទៀតគេវាយឯងហើយខ្ញុំគេរកឆ្លោះគ្នាខ្ញុំក៏និយាយថាចេះគេនិយាយចឹងរំនឹងជំរាបសួរទៅកាន់ប្រិម SBL ជាទីមេត្រីនៅវេលាម៉ោង3កន្លះនៅថ្ងៃទី22ខែមិថុនាឆ្នាំ2026ខ្ញុំបាទចង់ពួននឹងក្រុមការងារកំពុងតែស្ថិតនៅប៉ុស្តិ៍ពងទឹកក្នុងសង្កាត់ពងទឹកខណ្ឌដង្កោរៀងពេញមុននេះបន្តិចមាន TikTok ដល់ល្បីនៅក្នុងបណ្ដាញសង្គម TikTok គាត់បានមានបញ្ហាជាមួយមិត្តភ័ក្តិរបស់គាត់នឹងឈានដល់ការប្រើប្រាស់ហិង្សាវាយទៅវិញទៅមកធ្វើឲ្យបុរសម្នាក់ដែលជាប្តីរបស់មិត្តភ័ក្តិគាត់នឹងរងរបួសហើយបែកកញ្ចក់ផ្ទះផងដែរបើតាមការបញ្ជាក់អ្នកទាំងពីរគឺភាគីម្ខាងគឺបានទេតាក់ទងតាមទូរស័ព្ទណាត់តម្លាក់ location ឲ្យភាគីម្ខាងដែលជាក្រុមរបស់យ៉ាយ៉ាហ្នឹងមកបាទបន្ទាប់ពីក្រុមរបស់យ៉ាយ៉ាហ្នឹងមកហ្នឹងគឺក៏មានការប្រទាយមីតុងគ្នាបាទធ្វើឲ្យមានហិង្សាកើតឡើងហើយភាគីម្ខាងហ្នឹងគឺអត់សុខចិត្តទេគឺបានមកប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការប្តឹងផ្តល់ឲ្យសងកញ្ចក់និងថ្លៃជំងឺចិត្តបាទនៃរបួសប្តីរបស់គាត់អស់ផងដែរចង់ដឹងព័ត៌មាននេះកាន់តែលម្អិតយើងទៅសាកសួរគាត់ទាំងពីរនិយាយរួមទៅសិនអ្នកស្គាល់គ្នាទេបងបាទដោយឡែកដោយសារតែយើងញ៉ាំនៅកន្លែងពិធីជប់លៀងអញ្ចឹងណាបាទបងខូបកណើតបាទដល់ពេលខូបកណើតអញ្ចឹងហើយពីរអ្នកគាត់ហ្នឹងគឺឆ្លោះគ្នាជាមួយនឹងសង្សារគាត់ដែលជាខាងប្រុសហ្នឹងក៏មានប្រពន្ធហើយខាងស្រីហ្នឹងក៏ធ្វើការ KTV អីចឹងទៅបាទហើយបន្ទាប់មកគាត់ឆ្លោះគ្នាទៅគាត់ចេះបញ្ញាបាទបងគាត់គប់វិយាផាំងមកចំក្បាលខ្ញុំអង្គុយ3នាក់ទៅគ្នាអញ្ចឹងណាហើយបន្ទាប់មកគាត់ទៅផ្ទះហើយខាងប្រុសបាទហើយខ្ញុំក៏ថាចេះបើគុំតែស្គាល់គ្នាអញ្ចឹងវាយគ្នាហើយឆ្លោះគ្នាពេញទឹកពេញដីហើយដល់ពេលចប់កម្មវិធីមិនដឹងជាខាងស្រីទេទៅខាងប្រុសគេត្រូវគ្នាវិញបែបមិនមករករឿងយើងអ្នកឈឺឆ្អារឿងគេនៅវិញហើយគាត់ទៅរករឿងដល់ផ្ទះម៉ែក្មេកខ្ញុំមកក្រុមណាបងក្រុមណាថាមិត្តភ័ក្តិយ៉ាយ៉ាហ្នឹងបាទអូមិត្តភ័ក្តិរបស់យ៉ាយ៉ាវាយគាត់ឡើងចូលក្រុមឡានអាឡានកុងតឺន័រគេផ្ញើនៅមុខហ្នឹងវាយចូលក្រុមឡានហ្នឹងប្រហែលអ្នកវាយប្រហែលអ្នកគាត់តែម្នាក់ឯងឲ្យវាយឲ្យខ្ញុំចាប់ឲ្យគ្នាគាត់ប្រព័ន្ធហ្នឹងគាត់ចាប់ឲ្យគាត់បដ ாய் ឲ្យវាយទាំងអស់ទាំងស្រីស្រីអីហ្នឹងគាត់បដ ாய் ឲ្យវាយអញ្ចឹងបងវាយយកហើយវាយបងប្រុសម្នាក់មិញហ៎វាយគ្រួសារខ្ញុំបងវាយយកមើលក្រុមរបស់យ៉ាយ៉ាហ្នឹងហ្មងហ្នឹងហើយបងនោះតែយ៉ាយ៉ាមិនជួយដៃចូលជើងអត់គាត់អង្គុយធម្មតាបងគាត់ធម្មតាទេតែគាត់អ្នកចាក់រុកបងអូនយ៉ាយ៉ាអ្នកចាក់រុកចាចឹងអ្នកបង្គោហ្នឹងមកមួយយ៉ាយ៉ាហ្នឹងចាបងហើយអ្នកវាយម្នាក់ប្រុសនោះហើយគាត់វាយយកហើយដល់ពេលខ្ញុំមកហៅខាងប៉ុស្តិ៍ខ្ញុំទៅវិញស្រាប់តែគាត់វាយបែកកញ្ចក់ដេញខ្ញុំគាត់ខំចូលទៅក្នុងផ្ទះបិទទ្វារអញ្ចឹងទៅគាត់ដាក់បែកកញ្ចក់ហ្មងកាមេរ៉ាសុវត្ថិភាពមាននៅមុខផ្ទះទាំងអស់បងហើយនៅកន្លែង birthday គេគប់តកក៏មានដែរបងហើយរបួសស្នាមហ៎ពេលហ្នឹងគាត់វាយយកភ្នែកកអីហ្នឹងយ៉ាងម៉េចដែរបងរឿងរ៉ាវហ្នឹងមិនកិច្ចគាត់ចាប់តែធ្វើការដោយសារហៅគាត់មកសម្រួលគ្នាដើម្បីនិយាយរឿងតែគាត់ត្រៀមទាសំណងឬក៏ភាគីមួយជាងទៀតគាត់ចង់បានអីអញ្ចឹងបងបាទឥឡូវយើងអត់បានសួរនាំគាត់តែតាមពិតរឿងហ្នឹងតិចតួចទេបងយើងកាត់ឡើងដោយសារតិចតួចសារស្ដាប់មកចំហៀងទៅបាទគាត់អត់បានមកជួបគ្នាអញ្ចឹងហើយក៏បកជាហិង្សាទៅផ្ទះបងចកផ្ទះជាមួយទេហើយចាបងកញ្ចក់ផ្ទះមុខបែបទ្វារផ្ទះយើងអញ្ចឹងបែកកញ្ចក់ផ្ទះពេលហ្នឹងយកអីវាយបានបែកខ្ញុំមិនដឹងដែរពេលនេះខ្ញុំមកហៅប៉ូលីសបងតែកាមេរ៉ាគេនៅមុខផ្ទះទៅបាទប្រិមត្តទស្សជនជាទីគោរព
បងអូនស្រីយ៉ាយ៉ាដែលជាបកគលល្បីនៅក្នុងបណ្ដាញ TikTok ម្នាក់ដែរដែលគាត់ទាំងពីរនាក់គឺជាមិត្តភក្តិគ្នាមុនពេលកាត់ហេតុបាទតាមការបញ្ជាក់ពីបងអូនស្រីគឺចេញមកពីខួរកំណើតបាទចេញមកពីខួរកំណើតមិនដឹងថាទាស់តែងគ្នាយ៉ាងម៉េចទេបាទទេតំណតំណងគ្នាបាទជេរគ្នាជេរប្តីគាត់បាទជេរប្តីគាត់សិតតែចុយម្រាយអញ្ចឹងណាហើយក៏ណាត់គ្នាបាទណាត់គ្នាទៅខាងយ៉ាយ៉ានេះគាត់មានមិត្តភក្តិរបស់គាត់បាទនាំមិត្តភក្តិរបស់គាត់ហ្នឹងគឺមកជួបមិត្តភក្តិរបស់គាត់ម្នាក់ទៀតហើយក៏វាយគ្នាទៅបាទ ក្នុងហើយដល់ពេលបានមកសបកស្ងាត់អីខាងស្រីគេមកប្តឹងប៉ូលីសខាងប្រុសគេដើររេរមកយកបិទក្រោយក្នុងខ្ញុំមិនដឹងថាមានគោលបំណងអីយកចូលយកឡើងខាងនេះឃើញអូបងខ្ញុំស្រីបងគេមកយកកបិតអីទៅខាងនេះចូលទៅចាប់គេរត់ចូលក្នុងផ្ទះចឹងព្យាយាមចាប់យកកបិតយកក៏បែកខ្ចក់ផ្ទះហ្នឹងទៅហើយយល់អត់យល់ផងហ្នឹងអូខេ អូចឹងកញ្ចក់យើងមិនអ្នកវាយទេ វាយគាត់ថាវាយតាមក្បាត់វាយតាមក្បាត់ហ្នឹងហើយប្រទេសតាប់នេះព្រោះគេដើរមកយកក្បាត់ក្រោយក្នុងខ្ញុំយល់អត់ដឹងអាគោបំណងអីចង់ធ្វើអីណាគេខ្ញុំអត់ដឹងដែរ ហ្នឹងហើយ គេគុំខ្ញុំឬខ្ញុំនិយាយទៅក៏គេខឹងខ្ញុំគេចង់ធ្វើអីខ្ញុំក៏ខ្ញុំអត់ដឹងដែរ ចុះពេលហ្នឹងមិនបានអូនទៅដល់ផ្ទះគេ គេធ្លាក់ location ឲ្យបានទៅដល់ណាទៅដល់ផ្ទះគេឃើញ អូម្នាក់ហ្នឹងតម្លាក់ location ឲ្យទេ ហ្នឹងហើយបើគេមិនធ្លាក់ location ឲ្យទៅដល់ផ្ទះគេឃើញមែន ហើយគេពេលហ្នឹងគេជេរថាយើងថាមិននៅក្នុងតាមទូរស័ព្ទ គេជេរគ្នាគេទេខ្ញុំអត់ដឹងទេគេជេរអាចុយម៉ាយកុំចុយម្ដាយគេជេរគ្នាគេទេប្រុសជេរគ្នាគេទេ ឥឡូវបងសួរមួយមើលមិត្តភក្តិអូនស្គាល់ដែលស្គាល់ហ្នឹងអណៃស្គាល់មុនឬក៏មនុស្សប្រុសដែលអណៃស្គាល់មុន មិត្តភក្តិខ្ញុំស្គាល់យូរហើយ មិត្តភក្តិអណៃស្គាល់យូរហើយឥឡូវអណៃសុខចិត្តកំណត់ចិត្តដាច់ការតំណែងដែរបើមិត្តភក្តិអណៃស្គាល់ជាងមុន បងមកគេស្រឡាញ់ប្តីគេជាងខ្ញុំហើយខ្ញុំរើសមិនគេនៅខាងខ្ញុំហ្នឹង អណៃត្រូវដឹងថាពេលដែលអណៃធ្លាប់ទៅលោតទឹកស្ពានជួយវ៉ាមិត្តភក្តិអណៃអ្នកបារម្ភទៀត មាន អណៃ អូយរឿងហ្នឹងវាម្ដងម្នាក់ទេបងពេលគេលំបាកខ្ញុំជួយគេដូចគ្នាណា កុំឲ្យអាការតំណែងដែលយើងស្គាល់គ្នាយូរអង្វែងហ្នឹងគាត់ថាបរិសម្នាក់ដែលយើងទៅស្គាល់ហ្នឹងទៅជាដាច់ការតំណែង បរិសម្នាក់ហ្នឹងមិនមែនសង្សារខ្ញុំទេបងយល់អត់មិនសង្សារខ្ញុំទេសង្សារមិត្តភក្តិខ្ញុំទេ តែអូនអ្នកនាំមក គេអ្នកធ្លាក់ location ឲ្យគ្នាគេទេយល់អត់ជិះតាម location ហ្នឹងមកបានមករកផ្ទះគេឃើញមិនខ្ញុំស្គាល់ផ្ទះគេហើយនាំគេមកផ្ទះហ្នឹងទេយល់អត់ តែអូនហ៊ានបញ្ជាក់ថាអូនមិនមែនអ្នកជាបុគ្គលដែលចាក់រុកឲ្យគាត់ឆ្លោះគ្នាទេតែ ខ្ញុំនិយាយថាឆែថាសង្សារគេហ្នឹងប្រាប់សង្សារគេថាប្តីគេរវាយហើយខ្ញុំក៏បញ្ជាក់តាមក្រោយថាគេនិយាយចឹងពិតមែនមិនយល់កន្លែងហ្នឹងអត់ខ្ញុំនិយាយច្រើនដងហើយខ្ញុំបញ្ជាក់ថាគេនិយាយកន្លែងហ្នឹងពិតមែនព្រោះគេរវាយគ្នាពីអ្នកសង្សារគេហ្នឹងពេលដែលសង្សារគេប្រាប់ថាសង្សារប្តីវារវាយបែងនៅតិចទៀតគេវាយឯងហើយខ្ញុំគេរកឆ្លោះគ្នាខ្ញុំក៏និយាយថាគេនិយាយចឹងមែន អូតាំងក៏ពិតអ្វីដែលណៃស្ដាប់ឮគាត់ថាណៃចង់បញ្ជាក់ថា គេនិយាយចឹងមែនហ្នឹងហើយហើយមកនិយាយថាខ្ញុំចាក់រុកពាក្យហ្នឹងគឺស្ដាប់ទៅវាអាក្រក់សម្រាប់ខ្ញុំគេមើលមកគឺអាក្រក់ខ្លាំងហ្មង ហ្នឹងទាំងតែអ្វីដែលគេបាននិយាយមែនហើយណៃបញ្ជាក់ប្រាប់ការពិតតែប៉ុណ្្នឹងទេ គេនិយាយមែនហើយបើសួរថាគេអត់បាននិយាយក៏វាអត់កើតយល់អត់ តែឥឡូវបងគាត់សុំមួយយ៉ាងទៅអណៃរាប់អាននេះមើលតិចតួច ខ្ញុំស្អីគេអ្នកសុំផ្ដាច់ខ្ញុំហើយខ្ញុំទៅសុំមកគេវិញវាមិនអាចទេ ទៅសួរចិត្តគេមិនគេថាគេមិនទេគេនិយាយតែបង្ខំទេអណៃ បង្ខំស្អីគេហៅវាមកនិយាយម្ដងទៀតមកហៅវាមកនិយាយម្ដងទៀតមកបើវានិយាយបង្ខំហៅវាមកនិយាយម្ដងទៀតមកនិយាយមកខ្ញុំកុំនិយាយខើខ្ញុំ ទៅរាប់អាននេះវិញទៅអូនអើយ រាប់អានវាគ្នាវិញមកវារាប់អានខ្ញុំ គេរាប់អានអណៃទៅ រាប់អានស្អីគេ កាលណៃលោតទឹកគេអ្នកបារម្ភ អើយរឿងហ្នឹងវាម្ដងម្នាក់ទេយល់ ម្ដងម្នាក់តែជីវិតបង ពេលវាចិត្តងាប់អាដៃក្នុងបន្ទប់ក៏ខ្ញុំទម្លុះស្វាទៅជួយវាដល់គ្នាហ្នឹង អូកាគាត់អាចដែរអណៃគាត់ទៅជួយគាត់ដែរ ដូចគ្នាទេ ដល់ពេលណៃទៅលោតទឹកគាត់ក៏ជួយណៃវិញអូចឹងអ្នកម្ដងទេ វាម្ដងម្នាក់ទេវាមានបញ្ហារឿងហ្នឹងទេហើយបើគេឈប់រកអានខ្ញុំឲ្យខ្ញុំទៅត្រាក់ឆ្កែទៅរកអានគេមែនខ្ញុំទៅរួចទេ ទាំងតែមនុស្សប្រុសទើបតែស្គាល់ក្រោយអណៃទេណា មនុស្សប្រុសស្គាល់ក្រោយខ្ញុំហ្នឹងអូយចង់និយាយបងនិយាយទៅវាលឹះហ្នឹងទេវាវែងឆ្ងាយវាហោហែបៃស្ទឹងអូនិយាយទៅហួសចិត្តទៀតហ៎ ទស្សនិកជនជាទីគោរពបងអូនស្រីយ៉ាយ៉ាដែលជាបុគ្គលល្បីល្បាញនៅក្នុងបណ្ដាញសង្គម TikTok មួយរូបផងណា គេស្គាល់ក្រោយខ្ញុំស្គាល់យូរហើយ ស្គាល់ប្រហែលឆ្នាំហើយ ស្គាល់ 4-5 ឆ្នាំហើយ 4-5 ឆ្នាំហើយ គេថា2ឆ្នាំចុះ អូគេតែ2ឆ្នាំទេ ហ្នឹង បងអូនស្រីដែលជាមិត្តភក្តិរបស់យ៉ាយ៉ាហ្នឹងគឺស្គាល់យ៉ាយ៉ាហ្នឹងយូរឆ្នាំហើយប្តីគេតែស្គាល់2ឆ្នាំមានកូនមួយទេឥឡូវគឺមានបញ្ហាគឺដាច់ការតំណែងដងគាត់យកប្តីចោលមិត្តភក្តិសម្លាញ់ដែលធ្លាប់ស្លាប់រស់ជាមួយគ្នាព្រោះកន្លងមកយ៉ាយ៉ាក៏ វាមិនមានរឿងមួយខ្ញុំទេហើយអីក៏វាហ៊ាននិយាយថាផ្ដាច់តំណែងមួយខ្ញុំវាដល់ថ្នាក់ហ្នឹង ឥឡូវណៃមានអីផ្ដាំញ៉ាទៅគាត់វិញ
ផ្ដាំផ្ញើនិយាយតមកហៅមកនិយាយតមកមកមានត្រូវផ្ដាំផ្ញើក្នុងកាមេរ៉ាទេ ជុំនិយាយហ៎ ឈប់ហើយ ហត់ហើយ ហត់ ផឹកទឹកសិនចាំមកនិយាយទៀតបងនិយាយលើបងរាយការណ៍ទៅបាទគឺយ៉ាយ៉ាគាត់បានបញ្ជាក់ថាមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺគាត់រាប់អាននេះយូរឆ្នាំហើយបាទធ្លាប់ស្លាប់រស់ជាមួយគ្នាទៀតពីមុនមកមិត្តភ័ក្តិគាត់ដៃសម្រាប់ខ្លួនគាត់ទៅជួយបន្ទាប់ពីនឹងមកគឺគាត់ទៅលោតស្ពានជ្រោយយ៉ាវ៉ាមិត្តភ័ក្តិគាត់ទៅជួយវិញឥឡូវនេះតាំងពីគាត់មានប្តីមានកូនមួយមកគឺយកប្តីធំជាងមិត្តភ័ក្តិបាទថាគាត់ហ្នឹងជាអ្នកចាក់រុកបំបាក់បំបែកឲ្យឆ្លោះគ្នាឥឡូវគឺវាយរៀបប្តឹងមកដល់ប៉ុស្តិ៍ប៉ូលីសពងទឹកបាទសមត្ថកិច្ចក៏គាត់លោកធ្វើការសម្របសម្រួលដែរក៏តែរឿងនេះជារឿងធម្មតាទេមិនទេមិនទៀតអីអូនក៏មិនថាឈប់និយាយហើយ អ្នកដែលឆ្លោះពិតប្រកបថាមិនទៅសុភាមកសុភាខ្ញុំទៅអី ឥឡូវអស់ហើយ អស់ហើយ ចប់តែប៉ុណ្្នឹងណា ចុះហើយ បងនិយាយការម្ដងបាទថាមិនគិតថារឿងវារឿងតិចតួចទេឲ្យគាត់សម្របសម្រួលគ្នាទៅតែដោយសារភាគីម្ខាងគាត់ប្តឹងទាមទារឲ្យសងកញ្ចក់បាទផ្ទះជួលដែលគាត់ខំជួលហើយរបួសស្នាមបាទនៅលើកតិចតួចបាទទៅលើប្តីរបស់គាត់តាមការពិតអ្វីដែលយើងសួរបញ្ជាក់គាត់ទៅមកទៅគាត់ថាមិត្តភ័ក្តិគាត់ហើយនឹងប្តីរបស់គាត់ហ្នឹងគាត់ជឿយកប្តីរបស់គាត់ទេបាទគាត់ចោលមិត្តភ័ក្តិរបស់គាត់ដោយសារមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺជាអ្នកដើរតួចាក់រុកតែអ្វីដែលបងអូនស្រីយ៉ាយ៉ារុនច្រានចោលគាត់ថាមិនមែនចាក់រុកទេគាត់ស្ដាប់អ្វីដែលជាការពិតគាត់ក៏ចង់បង្ហាញបាទយ៉ាងណាមិញនេះជាព័ត៌មានបឋមដែលបងអូនស្រីយ៉ាយ៉ានិងមិត្តភ័ក្តិបងអូនស្រីយ៉ាយ៉ានិងស្វាមីហ្នឹងគឺគាត់បានលើក ហៅបីហើយគាត់នឹងនិយាយការពិតក៏ខុសដែរ ចឹងមនុស្សត្រង់ពេកអញ្ចឹងណាបាទឥឡូវបងអូនស្រីគឺគាត់អត់សុខចិត្តទេគាត់ថាពិភពលោកនេះគឺអយុត្តិធម៌សម្រាប់គាត់បាទនិយាយការពិតក៏អត់បានដែរបាទយ៉ាងណាមិញជាព័ត៌មានបឋមដែលយកទទួលបានទេប្រិមិត្តបាទយើងក៏បានសភាទាំងសងខាងដែរហើយយើងសូមបញ្ចប់នៃការផ្សាយប៉ុណ្ណេះឲ្យសមាជិកលោកធ្វើការសម្របសម្រួលបន្តទៀតពាក់ព័ន្ធនឹងករណីហិង្សាបាទមិត្តភ័ក្តិនិងមិត្តភ័ក្តិនោះទេបាទអរគុណប្រិមិត្តខំចំណាយពេលតាមដានទស្សនាខ្ញុំបាទចង់ពោះសូមគោរពលា